ចរាមកពីសាលាវិទ្យាល័យសុខាពលីរៀនថ្នាក់ទី12លេបន្ទាប់ពីខ្ញុំបានស្ដាប់បងមកពីខាងសាលា CGTI ហើយចំពោះខ្ញុំផ្ទាល់មានចំណាប់អារម្មណ៍ខ្លាំងទៅសាលា CGTI ព្រោះសាលារបស់គាត់ជាយើងធ្លាក់បាក់ឌុបក្តីឬក៏ជាប់ក្តីក៏យើងអាចទៅផ្ញើសុំអាហារូបករណ៍100ពេញពីខាងសាលា CGTI បានដូចគ្នាខ្ញុំចង់ផ្ញើសុំទៅដែលរៀនទី12ឬក៏អូនប្អូនជំនាន់ក្រោយបើសិនជាគាត់ប្រឡងបាក់ឌុបធ្លាក់ក្តីឬក៏ជាប់ក្តីកុំទាន់អភិវឌ្ឍចិត្តខាងសាលា CGTI អាចឲ្យយើងមានឱកាសទៅផ្ញើសុំអាហារូបករណ៍100ពេញពីខាងសាលា CGTI បានដូចគ្នាខ្ញុំឈ្មោះបើធីរ៉ានអេនជីរ៉ារៀនថ្នាក់ទី 12C នៃវិទ្យាល័យសុខាផលីចំពោះចំណាប់អារម្មណ៍របស់ខ្ញុំបន្ទាប់ពីបានស្ដាប់ខាងវងមកពី CGTI ហើយធ្វើឲ្យយើងអាចជ្រើសរើសជំនាញដែលល្អឬក៏ត្រឹមត្រូវសមសម្រាប់យើងនៅថ្ងៃអនាគតបានហើយចំពោះ CGTI ផ្ដល់អាហារូបករណ៍មិនថាជាប់ឬក៏ធ្លាក់បាក់ឌុបទេអាចទទួលបានអាហារូបករណ៍ដូចគ្នាអញ្ចឹងជាចុងក្រោយខ្ញុំចង់ផ្ដាំផ្ញើទៅកាន់អ្នកថ្នាក់ទី 12ដូចគ្នាឲ្យគាត់ត្រៀមខ្លួនឲ្យបានល្អសម្រាប់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនឹងទទួលបាននិទេសល្អគ្រប់គ្នាហើយជូនពរឲ្យគាត់ស្វែងរកជំនាញណាមួយដែលល្អនិងត្រឹមត្រូវសម្រាប់គាត់នៅថ្ងៃអនាគត